ประสานมาบางคนนักเรียนกับพงแต่ปฏิบัติการบังโดรนในขังเลือให้เสียบแต่การสิทธิ์ปลายพรูมีนคลีกเละหรือก็ถือตัดสามถ้าโดรนบางคนนั้นอาจปะว่าช่วยนั้นตัดเลี้ยงหรือก็บรรดาหลายโคได้หรือเต้จำเล่าคืออดไอเต้ซาตายตรมสมบัติตัดเลี้ยงอดไอเวอร์ไอช่วยนั้นโดรนมันเต้ให้โดรนก็มันแม้ลมย้อนแต่ลอยได้คือวิบาลผมเปียช่วยนั้นกำรัดสมบัติเพียบ IP63 ปีแต่เป็นประปอนการเป็นจุดเริ่มต้นเราต่อใบสอดตัวแต่ใบการเปียในขนมปังในเวนโดรนก็เลยเชื่อคู่ขบ้านในโดรนของนายไม่ใช่ช่างดังถ้าใบสอดตัวนั่นคือวินิจฉัยต่อแต่ตามร้านช่วยนั้นย่อมหลังที่ដូច្នេះខ្ញុំនឹងបញ្យល់ជាមួយនឹងអំណាចច្បាស់លាស់នៅក្នុងវីដេអូទាំងមូល model ដ្រូនកសិកម្ម DJI បើគិតមកដល់ពាក់កណ្ដាលឆ្នាំ2026នេះគឺចេញដល់ model T100 ដែលវាអាចផ្ទុកថ្នាំបាញ់បានរហូតដល់ចំណុះ100លីត្រនិងធុងព្រោះបានរហូតដល់100គីឡូក្រាមមុខងារថ្មីដែលបំពាក់មុខងារសណ្ដោងទំនើបសាហាវជាងមុនគុណនឹង2ចំណែកឯប្រព័ន្ធការពារជំរាបទឹកត្រូវបានបំពាក់ចាប់តាំងពី model ស៊េរីចាស់មកម្លេះគឺ model T30 ដែលមាននៅក្នុងឆ្នាំ2021អញ្ចឹងរយៈពេលជាង6ឆ្នាំហើយដែលរោងចក្រផលិត drone DJI កាន់តែអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងពីមួយជំហានទៅមួយជំហានប្រព័ន្ធការពារជំរាបទឹកវាទទួលបានការបំពាក់អាវក្រោះការពារជំរាបទឹកដែលមានកម្រិតចំណាត់ថ្នាក់ IP67 ឬជាកម្រិតសម្គាល់ការការពារពេញលេញមិនមែនលំនោះទេដែលអនុញ្ញាតឲ្យដ្រូនកសិកម្មប្រឡែងលេងជាមួយនឹងសំណើមទឹកភ្លៀងបានយ៉ាងស៊ីផុយប៉ុន្តែមិនមែនលឹបចូលទៅក្នុងទឹកទេសូមបញ្ជាក់បងប្អូនហើយរបៀបដែលការការពារវាត្រូវបានរចនាឡើងជា3ស្រទាប់ដើម្បីធានាបាននូវសុវត្ថិភាព 100% ស្រទាប់ដំបូងភាសាបច្ចេកទេសហៅថា enclosed structure វាសំដៅទៅដល់ការរចនាបិទជិតនៅខាងក្រៅដោយប្រើប្រាស់វត្ថុធាតុដើមប្រភេទជ័រកៅបាញ់គ្របពីលើគ្រឿងបង្គុំនៃ board processor ដែលយើងតែនិយមហៅថាខួរក្បាលនឹងឯងនៃធៀបវាដូចជាសម្បកការពារទូរស័ព្ទដូច្នេះស្រទាប់ដំបូងជាការបាញ់ជ័រគ្របពីខាងលើដើម្បីទប់សំណើមសើមទឹកនិងធូលីភាគល្អិតតូចៗកម្រិតស្រាលចូលទៅខាងក្នុងស្រទាប់ទី2 isolate component design អញ្ចឹងនៅពីខាងក្រោមការគ្របដោយជ័រនៅផ្នែកខាងក្នុងគឺមានការរចនាបន្ទះ isolong ខណ្ឌបំណែកតូចៗនៃគ្រឿងអេឡិចត្រូនិកឲ្យញែកចេញពីគ្នាដោយមនុស្សគេចាប់ទៅដាក់បន្ទប់ផ្សេងៗគ្នាអញ្ចឹង DJI ធ្វើបែបនេះដើម្បីធានាបាននូវការជៀសវាងការលិចចូលទឹកទៅកាន់បំណែកតូចៗណាមួយនៃគ្រឿងអេឡិចត្រូនិកនៅក្នុង drone អញ្ចឹងកាលណាទឹកមិនអាចចូលទៅខាងក្នុងនៃបំណែកអេឡិចត្រូនិកបានគឺមិនអាចឲ្យខួរក្បាល drone ឬក៏គ្រឿងបង្គុំណាមួយ error នោះទេនៅត្រង់ចំណុចនេះដាច់ខាតតែម្ដងបើសិនជាទឹកភ្លៀងជ្រាបចូលល្មមក៏មិនទាន់អាចបំផ្លាញ drone បានជោគជ័យដែរទោះត្រាតែទឹកនឹងលិចចូលទៅផ្នែកនៃ board ឬក៏ខួរក្បាលទើបវាមានបញ្ហាតែបើសិនជាចូលទៅក្នុងបន្ទះជ័រ isolong បានវាអាច error តិចតួចអញ្ចឹងស្រូតទៅឆែកជាមួយនឹងបងក្រុមបច្ចេកទេសនៅក្រុមហ៊ុន HCC សិនទៅអូខេអញ្ចឹងស្រទាប់ទី2នេះគឺជាការរចនាបន្ទប់ isolong ខណ្ឌចែកបំណែកអេឡិចត្រូនិកតូចៗមិនឲ្យទឹកជ្រាបចូលបានស្រទាប់ទី3ដែលហៅថា board level potting មុននឹងស្រទាប់ទី2គឺជាការការពារបំណែកតូចៗនៃគ្រឿងអេឡិចត្រូនិកប៉ុណ្ណោះតែស្រទាប់ទី3គឺជាការការពារខួរក្បាលយកតែម្ដងតាមរយៈការចាក់សារធាតុរាវគីមីម្យ៉ាងនៅពេលដែលវាស្ងួតវានឹងក្លាយទៅជាកកជាប់បន្ទះ board ឬក៏ខួរក្បាលនៃ drone និងធានាបាននូវសុវត្ថិភាព 100% ដោយសារតែសារធាតុរាវវាមានសមត្ថភាពទ្រាំទ្រង់និងភាពត្រជាក់កម្ដៅចេញពីខួរក្បាលនៃ drone ដោយឆ្លងកាត់ការធ្វើតេស្តសមត្ថភាពជាក់ស្ដែងចេញពីរោងចក្រ DJI សង្ខេបឡើងវិញអំពីប្រព័ន្ធការពារជំរាបទឹកដែលទទួលបានចំណាត់ថ្នាក់ IP67 ឬក៏ជាចំណាត់ថ្នាក់កម្រិតខ្ពស់គឺត្រូវបានក្រុមកសិកម្ម DJI បំពាក់ការពារចេញជា3ស្រទាប់ស្រទាប់ដំបូងគឺគ្រឿងបង្គុំនិងបំណែកអេឡិចត្រូនិកស្រទាប់ទី2ខណ្ឌបំណែកអេឡិចត្រូនិកតូចៗដោយបន្ទះ isolong ទប់ស្កាត់ទឹកចូលនិងស្រទាប់ទី3ការពារខួរក្បាលដោយបង្កកជ័រសុវត្ថិភាពបិទជិតយកតែម្ដងមិនឲ្យមានសូម្បីតែដំណក់ទឹកតូចក៏មិនអាចចូលបានផងដែរវីដេអូនេះសង្ឃឹមថាបងប្អូនអរគ្នានឹងស្វែងយល់អំពីប្រព័ន្ធការពារជំរាបទឹក IP67 ដែលបំពាក់នៅលើ drone កសិកម្ម DJI គ្រប់ model ហើយបងប្អូនអរគ្នាកុំបារម្ភបញ្ហានៅពេលដែលប៉ះជាមួយនឹងទឹកភ្លៀងល្មមឬក៏ការសាចជាមួយនឹងកុំមានការព្រួយបារម្ភប៉ុន្តែជាបច្ចេកទេសមិនរីកកំណត់ឲ្យបងប្អូនប្រើប្រាស់នៅកំឡុងពេលភ្លៀងធ្លាក់ខ្លាំងនោះទេហើយបងប្អូនយល់យ៉ាងណាដែរកុំភ្លេចជួយបញ្ចេញមតិនៅខាងក្រោមវីដេអូដូច្នេះដើម្បីទទួលបានចំណេះដឹងនៃការថែទាំ drone និងព័ត៌មានអំពី drone កសិកម្មបន្ថែមទៀតកុំភ្លេចជួយ like page drone កសិកម្ម Harvest Center Cambodia ដើម្បីទទួលបានចំណេះដឹងពីខ្ញុំរាវុធក្រុមការងារ Harvest Center Cambodia ជួបគ្នាជាមួយខ្ញុំនៅវីដេអូបន្តទៀត